ជាបឋមខ្ញុំបាទសូមគោរពជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីមិត្តនិស្សិតទាំងអស់គ្នាខ្ញុំបាទឈ្មោះលុនវិបុលនាងខ្ញុំឈ្មោះរនស្រីកែវចំណែកឯខ្ញុំបាទឈ្មោះរាចន្ទ្រានាងខ្ញុំឈ្មោះវៃឡៃសៀងព្រមទាំងខ្ញុំបាទឈ្មោះយ៉ុងបញ្ញាពួកយើងទាំងអស់គ្នាគឺជានិស្សិតឆ្នាំទី3ដែលបានតំបង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះបងផងដែរពួកយើងទាំងអស់គ្នាមានសេចក្តីរីករាយក្រៃលែងដែលបានចុះមកធ្វើការសិក្សាពាក់ព័ន្ធជាមួយនឹងប្រវត្តិសិល្បៈចម្លាក់ព្រមទាំងស្ថាបត្យកម្មដែលស្ថិតនៅក្នុងប្រាសាទតាព្រហ្មបាទីក្នុងខេត្តតាកែវសូមអញ្ជើញលោកគ្រូព្រមទាំងមិត្តនិស្សិតទាំងអស់គ្នារីករាយស្ដាប់និងទស្សនាដូចតទៅសូមអរគុណ1ទីតាំងភូមិសាស្ត្រប្រាសាទតាព្រហ្មទន្លេបាទីគឺស្ថិតនៅព្រហ្មនីយដ្ឋានទន្លេបាទីក្នុងភូមិសាស្ត្រភូមិថ្នល់ទសិនឃុំក្រាំងធ្នងស្រុកបាទីខេត្តតាកែវដែលមានចម្ងាយ34គីឡូម៉ែត្រពីរាជធានីភ្នំពេញប្រសិនបើយើងធ្វើដំណើរទៅតាមផ្លូវជាតិលេខ2ចំពោះសិលាចារឹកនៅប្រាសាទតាព្រហ្មទន្លេបាទីគឺសរសេរនៅក្នុងសតវត្សទី6ដែលនិយាយថាព្រះបាទរុន្ទ្រវរ្ម័នជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នទ្រង់កាន់ព្រះពុទ្ធសាសនាហើយគោរពព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធផងដែរនៅក្នុងរជ្ជកាលព្រះបាទរុន្ទ្រវរ្ម័នយើងមានព្រះបរមសារីរិកធាតុព្រះកេសរមួយសរសៃសម្រាប់ជាទីសក្ការៈបូជាផងដែរតែព្រះចៅចិនរាជវង្សីខាងត្បូងយកទៅបាត់ទៅសិលាចារឹកប្រាសាទតាព្រហ្មទន្លេបាទីលេខ40ជាភាសាសំស្ក្រឹតនៅពីឃ្លាដំបូងជាឃ្លាឧទ្ទិសដល់ព្រះចិនស្រីដែលហៅថាព្រះពុទ្ធនិងមានប្រើពាក្យនិព្វានផងដែរសិលាចារឹកនេះក៏និយាយអំពីព្រះបាទរុន្ទ្រវរ្ម័នដែលទ្រង់ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នដែលមាននិយាយនៅក្នុងកំណត់ត្រាចិនផងដែរនៅឆ្នាំ539នៃគ្រិស្តសករាជព្រះបាទរុន្ទ្រវរ្ម័នបានជូនទៅស្ដេចចិននៅព្រះសិរីរិកធាតុជាព្រះកេសាដែលហៅថាសក់មួយសរសៃដ៏វែង3ម៉ែត្រផងដែរហើយចំពោះប្រាសាទនេះគឺសាងសង់ឡើងនៅសតវត្សទី12និងដើមសតវត្សទី13ពីឆ្នាំ1181ដល់ឆ្នាំ1201ដែលធ្វើពីថ្មភក់ប្រកបដោយក្បូរក្បាច់រចនាដ៏ល្អវិចិត្រផងដែរវាប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរព្រោះស្ថាបត្យកម្មនេះស្ថិតនៅក្នុងរចនាបថបាយ័ននារជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលជាអធិរាជនៃចក្រភពកម្ពុជាទេដែលឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយានលោកេស្វរៈប្លង់ប្រាសាទតាព្រហ្មទន្លេបាទីមានបរិវេណទំហំបណ្ដោយ150ម៉ែត្រទទឹង95ម៉ែត្រនិងប្រាសាទនេះមានកម្ពស់12ម៉ែត្រប្រាសាទនេះស្ថិតនៅក្នុងរចនាបថបាយ័ននារជ្ជកាលព្រះបាទជ័យវរ្ម័នទី7កំពែងប្រាសាទមានប្រវែងបណ្ដោយ42ម៉ែត្រនិងទទឹង36ម៉ែត្រនៅអមច្រកចូលប្រាសាទកណ្ដាលមានគូទឹកចំនួន2សម្រាប់រក្សាទឹកនិងប្រើប្រាស់នៅពេលប្រារព្ធពិធីសាសនាផ្សេងៗនិងជានិមិត្តរូបតំណាងឲ្យស្រះបោខេណីតាមបែបព្រះពុទ្ធសាសនាចំណែកឯសាសនាព្រាហ្មណ៍វិញគូទឹកតំណាងឲ្យមហាសមុទ្រលោកធាតុទាំង7
ប្រាសាទតាព្រំទន្លេបាទីសាងសង់ឡើងអំពីថ្មពីរយ៉ាងគឺថ្មភក់និងថ្មបាយក្រៀមថ្មភក់ក៏សាងតែប្រាសាទកណ្ដាលតែប៉ុណ្ណោះពីព្រោះថ្មភក់មានលក្ខណៈហាប់ណែននិងជាប្រភេទថ្មដែលងាយស្រួលក្នុងការឆ្លាក់ជាចម្លាក់ផ្សេងៗដូចជាហើយជាងនិងប្រាង្គជាដើមម្យ៉ាងទៀតប្រាសាទកណ្ដាលជាប្រាសាទដែលមានសារៈសំខាន់ជាងគេដូច្នេះហើយទើបបានជាគេយកថ្មភក់ទៅកសាងប្រាសាទនេះហោត្រៃឬបណ្ណាល័យបញ្ញត្តិនេះត្រូវបានអ្នកសិក្សាស្រាវជ្រាវមួយចំនួនបកប្រែជាភាសាអង់គ្លេសថា library ដែលស្នើចេញអំពីពាក្យសៀវភៅបូកនឹងពាក្យអាស្រមដែលមានវត្តមាននៅក្នុងសាលាចរការ355ដោយលុបប្រដូចអគារបែបនេះទៅនឹងប្រភេទអគារដែលស្ថាបនានៅទីវត្តអារាមនានាឬព្រះបរមរាជវាំងដែលមានតម្កល់នៅព្រះត្រៃបិដកគម្ពីរសាត្រានិងសៀវភៅផ្សេងៗតាមរយៈទិន្នន័យនានាស្ថាបត្យកម្មសាលាចរឹកនិងភាសាវិទ្យាយើងឃើញថាហោត្រៃក្នុងប្រាសាទខ្មែរជាទូទៅមានតួនាទីពីរយ៉ាងគឺជាទីតម្កល់ព្រះភ្លើងនិងមួយទៀតគឺតម្កល់ព្រះរូបយើងក្រឡេកមកមើលហោត្រៃនៃប្រាសាទតាព្រំទន្លេបាទីវិញយើងឃើញថាហោត្រៃនៅប្រាសាទនេះមានចំនួន2ដែលបែរមុខទៅទិសខាងលិចហើយហោត្រៃទាំងពីរនោះគឺស្ថិតនៅតួខាងមុខប៉មនៃប្រាសាទគោបរៈប្រាសាទនេះមានគោបរៈចំនួន2គឺនៅទិសខាងកើតគឺជាច្រកចូលនៃប្រាសាទនិងគោបរៈមួយទៀតគឺនៅទិសខាងលិចគោបរៈនៅខាងកើតសាងសង់អំពីថ្មបាយក្រៀមដែលមានលក្ខណៈចាស់ទ្រុឌទ្រោមចំណែកឯគោបរៈខាងលិចមានលក្ខណៈចាស់ទ្រុឌទ្រោមផងដែរនិងសាងសង់អំពីថ្មបាយក្រៀមលាយជាមួយនឹងថ្មភក់ដែលថ្មភក់គេយកទៅធ្វើជាផ្តែរសម្រាប់ទ្រហោជាងនិងបន្ទាប់លើគ្នាធ្វើជាជើងសសរថែវប្រាសាទនេះមានថែព័ទ្ធជុំវិញដោយដែលអ្នកទាំងអស់គ្នាបានឃើញហើយគឺនៅសញ្ញាព្រួយដែលខ្ញុំបានគូសគឺនៅតាមបណ្ដោយថែវនីមួយៗមានតួប៉មនៅចំកណ្ដាលដែលនៅក្នុងតួប៉មនីមួយៗគឺបានតម្កល់នៅបដិមាមួយអង្គនៅក្នុងនោះគឺគេតម្កល់សម្រាប់គោរពបូជាចម្លាក់នៃប្រាសាទបើយើងមើលអំពីចម្លាក់ដែលស្ថិតនៅតាមជញ្ជាំងនៃតួប៉មកណ្ដាលយើងឃើញថាមានក្បាច់រចនាយ៉ាងប្រណិតជាច្រើនអង្គដែលអង្គនីមួយៗជាចម្លាក់ខុសប្លែកពីគ្នាតាមចម្លាក់នីមួយៗដោយឆ្លាក់ជាចម្លាក់លៀនតាមជញ្ជាំងប្រាសាទតែម្ដងហើយតាមចម្រងនៃបង្អួចបញ្ឆោតនីមួយៗមានក្បាច់យ៉ាងប្រណិតដែលតាមជញ្ជាំងលម្អិតដោយក្បាច់ផ្កានិងស្លឹកឈើមូលហេតុដែលឆ្លាក់ចម្លាក់នៅតាមជញ្ជាំងប្រាសាទពីព្រោះដើម្បីលម្អប្រាសាទឲ្យមានសោភ័ណភាពផ្តែរគឺជារចនាសម្ព័ន្ធមួយនៃប្រាសាទដែលមានរាងជាចតុកោណកែងនិងត្រូវបានគេដាក់បន្ទប់នៅលើស៊ុមទ្វារហើយផ្តែរនេះគេធ្វើឡើងដើម្បីលម្អនៅតាមផ្លូវចូលប្រាសាទនីមួយៗនៅប្រាសាទតាព្រំទន្លេបាទីនេះយើងឃើញមានផ្តែរសរុបចំនួន11ដែលនេះគឺជាចំនួនដែលខ្ញុំបានរកនៅពេលដែលខ្ញុំបានទៅដល់ទីនេះផ្ទាល់ចំពោះការកំណត់រចនាបថផ្តែរទាំងអស់ដែលមានវត្តមាននៅប្រាសាទតាព្រំទន្លេបាទីនេះយើងឃើញថាវាស្ថិតនៅក្នុងរចនាបថបាយ័នការសន្និដ្ឋានឡើងបែបនេះដោយសារតែប្រាសាទតាព្រំទន្លេបាទីត្រូវបានសាងសង់ឡើងក្នុងកំឡុងឆ្នាំ1181ដល់ឆ្នាំ1201ដែលត្រូវនឹងចុងសតវត្សទី12និងដើមសតវត្សទី13ហើយនេះបើធៀបទៅនឹងការបែងចែកនៃរចនាបថសិល្បៈនៅតាមសំណង់ប្រាសាទនានាក្នុងស្រុកខ្មែរវាត្រូវនឹងរចនាបថមួយដែលគេឲ្យឈ្មោះថារចនាបថបាយ័នចំពោះលក្ខណៈសម្គាល់គេអាចធ្វើការកំណត់សម្គាល់ទៅលើផ្តែរដែលស្ថិតនៅក្នុងរចនាបថបាយ័ននេះតាមរយៈវិធីសាស្ត្រដូចជា 1. ចំពោះផ្តែរដែលបន្តមកពីអង្គរមានន័យថាដើមរចនាបថបាយ័នគឺជាផ្តែរដែលមានកម្រងមែកឈើកោងចុះមកក្រោមខ្លាំងមានលក្ខណៈជារង្វង់និងមានរូបរាហូនៅចំកណ្ដាលហើយនៅលើរាហូនេះក៏មានបុគ្គលណាម្នាក់ដែលនៅក្នុងស្ទំដែលភាគច្រើននេះគឺជាបុគ្គលនៅក្នុងរឿងព្រះពុទ្ធសាសនាហ
ហើយមកដល់ចុងរចនាបថវិញយើងឃើញថាមានការផ្លាស់ប្ដូរបន្តិចទៅលើក្បាច់ដោយក្បាច់កម្រងមែកឈើនេះគេលែងធ្វើជារង្វង់ទៀតហើយគេធ្វើជាក្បាច់ចង្វាយវិញម្ដងនិងនៅលើចង្វាយនេះលម្អដោយក្បាច់ស្លឹកឈើបញ្ឈរឡើងទៅលើហើយមានរូបរាហូនៅកណ្ដាលខាងក្បាច់ចង្វាយនេះវិញ 2. ផ្ដាយដែលមានចម្លាក់និយាយអំពីរឿងជាទូទៅផ្ដាយទាំងអស់តែងតែមានក្បាច់រចនាផ្សេងៗនិងមានជារឿងផងដែរប៉ុន្តែចំពោះផ្ដាយនៅរចនាបថបាយ័ននេះនៅពេលណាដែលគេឆ្លាក់អំពីរឿងគេមិនមានលម្អដោយក្បាច់ស្លឹកឈើអ្វីទេពោលគឺគេឆ្លាក់តែរឿងសុទ្ធសាធតែម្ដងតែភាគច្រើននិយមតែរឿងពុទ្ធសាសនាដោយសារតែព្រះបាទជ័យវរ្ម័នទី 7 កាន់ព្រះពុទ្ធសាសនាមហាយាន ចំពោះផ្ដាយដែលមានជាប្រភេទសាច់រឿងជាក់ស្ដែងបើយើងដើរតាមកំពែងពីមុខប្រាសាទរហូតចូលមកដល់ក្នុងនោះយើងនឹងឃើញមានផ្ដាយពីរនៅអមសងខាងផ្លូវចូលប្រាសាទផ្ដាយដែលនៅខាងស្ដាំដៃបានបង្ហាញពីលទ្ធិព្រហ្មញ្ញសាសនាគឺការកោសមុទ្រទឹកដោះរវាងពួកទេវៈនិងពួកអសុរៈដើម្បីយកទឹកអមរិតតាមរយៈរូបភាពនៃផ្ដាយនេះយើងបែងចែកជាពីរក្រុម ក្រុមខាងស្ដាំជាពួកទេវៈដែលកាន់ខាងកន្ទុយនាគនិងខាងឆ្វេងជាពួកអសុរៈដែលកាន់ខាងក្បាលនាគនាគនេះត្រូវបានគេឲ្យឈ្មោះថានាគវាសុគីឬក៏នាគអនន្តៈដែលអនន្តៈនោះមានន័យថារាប់មិនអស់ដោយសារនាគនេះមានស្រកាច្រើនហើយនៅចំកណ្ដាលមានបង្គោលមួយដែលគេជឿថាជាភ្នំមន្តរៈហើយនៅក្រោមភ្នំមន្តរៈនេះក៏មានអណ្ដើកមួយដែលជាអវតារព្រះវិស្ណុនិងមានទេពមួយអង្គនិងផ្កាឈូកមួយទងលេចចេញមកផងដែរ ចំណែកឯនៅលើបង្គោលនេះវិញមានទេពមួយអង្គគឺព្រះវិស្ណុមានប្រហោះ 4 តោងនៅលើភ្នំនិងនៅខាងលើមានព្រំភ្នែនលើផ្កាឈូកផ្នែកខាងលើពួកទេវៈនិងពួកអសុរៈយើងឃើញមានទេពជាច្រើនអង្គុយនៅលើជាជួរលើកដៃប្រណម្យដោយមានសត្វបក្សីទ្រនៅពីក្រោមហើយនៅខាងក្រោមក្បាលនាគក៏មានទេពមួយអង្គផងដែរដែលអង្គុយនៅក្រោមនោះ ចំណែកឯផ្ដាយផ្នែកខាងឆ្វេងវិញចម្លាក់ផ្ដាយគឺឆ្លាក់អំពីសាច់រឿងព្រះវេស្សន្តរត្រង់វគ្គនិរទេសព្រះកាយបើយើងមើលចាប់ពីឆ្វេងទៅស្ដាំនៃផ្ទាំងចម្លាក់នេះយើងឃើញមានរូបសេនាអាមាត្យជាច្រើនដើរហែហោមជាជួរយ៉ាងមានរបៀបដោយខ្លះកាន់ខ្លោះនិងខ្លះទៀតកាន់ទង់ជ័យនិងមានរូបដំរីមួយក្បាលដែលដំរីនោះមានសម្បុរសមានឈ្មោះថាដំរីបច្ច័យនាគ ហើយនៅចំពោះមុខដំរីគឺជាតួអង្គព្រះវេស្សន្តរពាក់មកុដកំពូល 3 កំពុងអង្គុយរត់ជង្គង់ដែលមានដៃទ្រកាន់វត្ថុអ្វីមួយដាក់ទានទៅឲ្យបរិស 2 នាក់មិនមានពាក់អាវអង្គុយទល់នឹងមុខព្រះអង្គបរិសទាំងពីរនេះតំណាងឲ្យប្រជារាស្ត្រនៅនគរក្លឹងរាស្ត្រដែលបានធ្វើដំណើរមកសុំទានដំរីសបច្ច័យនាគពីព្រះវេស្សន្តរចំណែកឯកណ្ដាលផ្ទាំងចម្លាក់យើងឃើញមានមនុស្សចំនួន 4 នាក់ មានមនុស្សស្រីម្នាក់ពាក់មកុដកំពូល 3 បរិសម្នាក់ពាក់មកុដកំពូល 3 ដែរកុមារ 2 នាក់កំពុងឈរឬក៏ជិះរៀបច្រត់អស់ដោយសេះមួយនឹមដែលកំពុងតែរត់រូបនេះគឺជាតួអង្គសំខាន់មាននាងមទ្រីមួយព្រះវេស្សន្តរកំពុងបរិច្រត់មួយជាលីមួយនិងក្រស្នាមួយតួអង្គទាំងនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រៃហេមពាន្តដើម្បីបំពេញនៅការនិរទេសចេញពីនគរបន្ទាប់ពីត្រូវក្រុមពួកអ្នកស្រីពិរាសនាំគ្នាបណ្ដេញចេញដោយសារតែការឲ្យទានដំរីសទៅកាន់នគរផ្សេងហើយនៅពីក្រោមជើងសេះមានរូបតូចមួយដើរចំកោងខ្នងកាន់ឈើច្រត់ដែលគឺជាតួអង្គតាជជក់ឬក៏អ្នកសំទាន ចំណែកឯផ្ដាយដែលនៅខាងឆ្វេងនៃតួប៉មប្រាសាទវិញគឺជាផ្ដាយដែលមានឆ្លាក់អំពីរឿងដែលព្រះពុទ្ធកំពុងតែត្រាស់ហើយមានពពួកមានមកផ្ចាញ់ប៉ុន្តែពេលនោះព្រះពុទ្ធអង្គតម្កល់ព្រះទ័យស្ងប់មិនងាករេតាំងសុបស្ពោះទៅរកព្រះធម៌ត្រាស់ដឹងជាពេញញៀនស្រាប់តែមាននាងគង្ហេងព្រះធរណីផុសចេញពីក្រោមបល្ល័ង្កមកធ្វើជាសាក្សីនៃការសន្សំបុណ្យបារមីរបស់ព្រះ អង្គថាអស់រយៈកាល 4 អសង្ខ័យកម្រៃ 100,000 កាប់រហូតកើតបល្ល័ង្ករដ្ឋនេះទ្រព្រះអង្គឡើងដើម្បីទទួលនូវការត្រាស់ដឹងជាប្រកាសក្នុងភពត្រៃ
នាងហេងព្រះធរណីក៏ច្បូតសក់បញ្ចេញទឹកដែលព្រះអង្គតែងតែជ្រោចដាក់ធរណីក្នុងការសន្សំបារមីអស់ការអណែកអនន្តនោះក្រៅពីផ្តែរសសរពេជ្រក៏មានមុខងារសំខាន់សម្រាប់លម្អប្រាសាទផងដែរមិនមែនតែលម្អប៉ុណ្ណោះទេវាថែមទាំងជួយសម្រាលនៃទម្ងន់ផ្តែរហោជាងនិងតួប្រាសាទបានមួយចំណែកថែមទៀតផងសសរពេជ្រជាទូទៅមានរាងមូលនិងក្រោយៗមកក៏មានការវិវត្តទៅជា8ជ្រុងមានវណ្ឌចិញ្ចៀនលម្អដោយក្បាច់ផ្សេងៗសសរពេជ្រនៅប្រាសាទតាព្រហ្មទន្លេបាទីត្រូវបានបែងចែកជាពីរផ្នែកដែលចំពោះផ្នែកទី1កសាងឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី7ពោលគឺក្នុងកំឡុងចុងសតវត្សទី12និងដើមសតវត្សទី13ចំណែកឯផ្នែកទី2ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទច័ន្ទរាជាក្នុងកំឡុងសតវត្សទី16សសរពេជ្រផ្នែកទី1ស្ថិតនៅក្នុងរចនាបថបាយ័នយើងអាចសម្គាល់បានដោយសារសសរពេជ្ររចនាបថបាយ័ននេះគឺគេលែងនិយមប្រើក្បាច់រាងស្លឹកឈើត្រីកោណទៀតហើយគេមកនិយមប្រើក្បាច់ដែលមានក្បាច់ត្របកឈូកក្បាច់ពងត្រីនិងក្បាច់ផ្ការំដួលមកលម្អចំនួនវិញហើយនៅជើងសសរនេះមានរូបចម្លាក់ឆ្លាក់ធ្វើជារូបបដិមាមួយអង្គពេនភ្នែនលើកដៃប្រណម្យដែលជានិមិត្តសញ្ញាតំណាងឲ្យបរិវាររបស់ព្រះបដិមាដែលគេបានតម្កល់ទុកនៅក្នុងប្រាសាទរីឯផ្នែកទី2នៅទូប៉មប្រាសាទខាងមុខក្នុងរាជព្រះបាទច័ន្ទរាជាសតវត្សទី16រាជការរបស់ព្រះអង្គសសរពេជ្រត្រូវបានធ្វើជាប់ទៅនឹងជញ្ជាំងដូចគ្នាទៅនឹងសសរពេជ្រចំនួនព្រះបាទជ័យវរ្ម័នទី7ដែរក៏ប៉ុន្តែសសរពេជ្រនេះគឺពុំមានលម្អអ្វីក្រៅតែពីរាងសសរ8ជ្រុងមិនថាតែក្បាលតសតួសសរឬជើងសសរគឺពុំមានចម្លាក់ណាមួយលម្អឡើយសូមអង្វែអារម្មណ៍លោកគ្រូក៏ដូចជាអ្នកទស្សនាទាំងអស់គ្នាមកស្វែងយល់អំពីអត្ថន័យនៃហោជាងដែលស្ថិតនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីមុននឹងឈានទៅដល់ការបញ្យល់ពីអត្ថន័យនៃហោជាងដែលស្ថិតនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីយើងទាំងអស់គ្នាគួរតែដឹងអំពីនិយមន័យនៃហោជាងគឺជារបាំងដែលស្ថិតនៅត្រង់ខាងចុងនៃដំបូលប្រាសាទដែលមានរាងជាត្រីកោណឬ3ជ្រុងហោជាងពិតជាមានសារៈសំខាន់ណាស់ដែលមានតួនាទីក្នុងការធ្វើឲ្យប្រាសាទមានរចនាសម្ព័ន្ធកាន់តែល្អស្អាតមួយវិញទៀតហោជាងក៏មានតួនាទីសំខាន់ក្នុងការធ្វើឲ្យយើងដឹងអំពីរចនាបថនៃប្រាសាទថាតើប្រាសាទស្ថិតនៅក្នុងរចនាបថណានិងការកសាងឡើងដោយស្ដេចអង្គណាហើយព័ត៌មានទាំងអស់នេះដែលនាំឲ្យយើងដឹងនោះគឺតាមរយៈការឆ្លាក់ជាចម្លាក់នៅក្នុងហោជាងក៏ដូចជាក្បាច់និងរឿងទេវកថាផ្សេងផងដែរជាក់ស្ដែងដូចនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីនេះផ្ទាល់ខ្ញុំបាននឹងធ្វើការលម្អិតទៅលើហោជាងនិងសសរផ្អោបរបស់ប្រាសាទសសរផ្អោបក៏មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទម្ងន់របស់ហោជាងនិងលម្អទ្វារចូលនៃប្រាសាទដោយចាប់ផ្ដើមពីក្បាលដំបូងនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីយើងសង្កេតឃើញមានហោជាងចំនួន5ដោយ3ស្ថិតនៅក្នុងតួប៉មកណ្ដាលនិង2ទៀតមួយស្ថិតនៅលើហោត្រៃផ្នែកខាងស្ដាំនៃតួប៉មកណ្ដាលនិងមួយទៀតស្ថិតនៅលើសញ្ញាបនៃប្រាសាទនៅគោបរៈខាងក្រោយបើយើងដើរចូលទៅកាន់ប្រាសាទតាមរយៈគោបរៈទី1នៅខាងមុខប្រាសាទឆ្ពោះទៅរកតួប៉មកណ្ដាលនោះយើងនឹងឃើញហោជាងទី1ដែលស្ថិតនៅជាប់តួប៉មកណ្ដាលដែលហោជាងនេះទៀតសោតគឺបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ហើយហោជាងនេះការកសាងឡើងពុំទាន់រួចស្រេច 100% នោះទេជំនាការក្រោយមកក្នុងរាជការព្រះបាទច័ន្ទរាជាព្រះអង្គបានក្រោយពីព្រះអង្គបានបង្រួបជាតិរួចព្រះអង្គក៏បានមកជួសជុលបន្ថែមដោយឆ្លាក់នៅព្រះមហាស្វេតឆត្រចំនួន5ជាន់ហើយមូលហេតុដែលខ្ញុំហ៊ានអះអាងថារូបនឹងជារូបព្រះមហាស្វេតឆត្រដោយសារតែផ្នែកខាងក្រោមមានរូបព្រះពុទ្ធចូលព្រះមហាបរិនិព្វានម្ល៉េះហើយទើបខ្ញុំហ៊ានអះអាងថារូបក្នុងហោជាងនេះគឺជារូបព្រះមហាស្វេតឆត្រលើពីនេះនៅលើហោជាងក៏មានលម្អជារូបមង្គលដែលកំពុងលេបនាគនិងខ្ជាក់ក្បាលនាគចេញមកក្រៅបើយើងពិនិត្យទៅលើក្បាលនាគនោះយើងនៅប្រកាសនឹងឃើញក្
ក្បាំងនៅពីលើក្បាលនាគថែមទៀតផងត្រង់នេះហើយគឺជាលក្ខណៈសម្គាល់នៃរចនាបថបាយ័នរីឯដងក្តារវិញគឺមានលក្ខណៈបត់ចេញបត់ចូលនិងមានឆ្លាក់បន្ថែមនៅផ្កានៅភ្ញីវល្លិថែមទៀតផងបើយើងមើលទៅលើកំពូលនៃហោជាងយើងសង្កេតឃើញមានរូបទេពដែលកំពុងអង្គុយដោយលើកដៃប្រណម្យជាបន្ទាត់មួយបន្ទាត់ហើយចំពោះរូបប្រហោងធំដែលយើងសង្កេតឃើញនៅលើហោជាងនៃប្រាសាទគឺប្រហែលជាការធ្វើស្នៀតសម្រាប់សៀតនៅការកសាងសញ្ញាមនៃប្រាសាទហើយសញ្ញាមនេះទៀតសោតគឺប្រហែលជាកសាងមកអំពីឈើដោយពុំឃើញមានសល់ស្នាក់ស្នាមអ្វីមិនសល់ទុកឡើយពីព្រោះប្រាសាទនេះមានអាយុកាលយូរណាស់មកហើយបើយើងសង្កេតទៅលើសសរផ្អោបវិញយើងឃើញថាព្រះបាទចន្ទរាជាព្រះអង្គបានឆ្លាក់រូបជារូបចែកដីដែលស្ថិតនៅលើសសរផ្អោបមួយគូមិនត្រឹមតែប៉ុណ្ណោះស្ថិតនៅក្រោមរូបចែកដីនឹងយើងសង្កេតឃើញមានរូបទ្វារបាលចំនួនមួយគូទៀតដែលឈរចាំសម្រាប់យាមទ្វារហើយទ្វារបាលនេះទៀតសោតក៏បានឈរយ៉ាងម៉ឺងម៉ាត់ដោយដៃកាន់ដំបងហើយនៅពីខាងក្រោមទ្វារបាលនឹងយើងសង្កេតឃើញមានជើងទម្រសសរផ្អោបដោយបានឆ្លាក់ក្បាច់យ៉ាងប្រណិតឥឡូវនេះយើងមកយល់ដឹងអំពីហោជាងនៅតួប៉មកណ្ដាលផ្នែកខាងជើងវិញម្ដងនៅសងខាងនៃហោជាងយើងសង្កេតឃើញមានដងក្តារបត់ចេញនិងបត់ចូលនិងមានរូបសត្វមកខ្ជាក់នាគបែរមុខចេញក្រៅទាំងសងខាងបើយើងពិនិត្យមើលឲ្យជាក់ទៅលើក្បាលនាគទាំងសងខាងយើងសង្កេតឃើញមានក្បាំងនៅពីលើទាំងសងខាងមិនត្រឹមតែប៉ុណ្ណោះនៅលើដងក្តារក៏មានលម្អដោយក្បាច់ស្លឹកឈើថែមទៀតផងនៅចំកណ្ដាលនៃហោជាងយើងសង្កេតឃើញមានឆ្លាក់រូបទេពព្រះពុទ្ធលោកេស្វរៈដោយព្រះអង្គមានព្រះហស្ថ6ដោយព្រះហស្ថឆ្វេងទាំង3របស់ព្រះអង្គកាន់គម្ពីរនៅផ្នែកខាងលើនិងផ្នែកកណ្ដាលមានការខូចខាតធ្វើឲ្យយើងពិបាកសន្និដ្ឋាននិងផ្នែកខាងក្រោមព្រះអង្គបានកាន់ថូទឹកហើយចំពោះផ្នែកខាងស្ដាំវិញនៅខាងលើព្រះអង្គកាន់ផ្កាហើយផ្នែកកណ្ដាលក៏មានការខូចខាតដូចគ្នាដូច្នេះហើយធ្វើឲ្យយើងពិបាកក្នុងការសន្និដ្ឋានរីឯផ្នែកខាងក្រោមគឺព្រះអង្គបានកាន់ផ្កាឈូកហើយទ្រង់ឈរនៅលើរាជបល្ល័ង្កដែលមានភោជនីយស័ក្តិហើយភោជនីយស័ក្តិរបស់ទ្រង់មានឆ្លាក់រូបទេពទ្រង់ភ្នែនចម្លាក់ព្រះពុទ្ធលោកេស្វរៈមានភ្នែកញញឹមបែបសទន់ទម្រង់ព្រះភ័ក្ត្រមានរាងជាត្បៀងខ្លាដែលបង្ហាញអំពីរចនាបថបាយ័នដោយសម្លៀកបំពាក់ទ្រង់ពុំមានការតុបតែងគ្រឿងអលង្ការច្រើននោះទេពោលគឺគ្រាន់តែមានការឆ្លៀកខោខ្លីតែប៉ុណ្ណោះនៅជិតព្រះបាទព្រះអង្គយើងសង្កេតឃើញមានបរិវាររបស់ព្រះអង្គអង្គុយអមសងខាងដោយលើកដៃប្រណម្យដើម្បីគោរពព្រះអង្គហើយនៅផ្នែកខាងក្រោមយើងសង្កេតឃើញមានទេពទាំង7អង្គដោយអង្គុយលើកដៃប្រណម្យទាំង7អង្គដូចគ្នាហើយនៅផ្នែកខាងក្រោមនៃទេពទាំង7អង្គយើងសង្កេតឃើញមានទម្រទ្រហោជាងដែលមានលក្ខណៈស្រួចទាំងសងខាងនិងមានឆ្លាក់ក្បាច់យ៉ាងល្អប្រណិតចំពោះសសរផ្អោបវិញនៅផ្នែកក្បាលនៃសសរផ្អោបទាំងសងខាងយើងសង្កេតឃើញមានក្បាច់យ៉ាងល្អប្រណិតហើយក្បាច់ទាំងនោះរួមមានខាងលើក្បាច់ផ្កាបន្ទាប់មកមានក្បាច់ស្លឹកឈើបន្ទាប់មកមានក្បាច់ស្រទាប់ផ្កាឈូកបន្ទាប់មកទៀតប្រៀបដូចជាក្បាច់ភ្ញីភ្លើងហើយបន្ទាប់មកមានក្បាច់ផ្កាឈូកក្រពុំរីឯតួសសរផ្អោបវិញយើងសង្កេតឃើញមានការឆ្លាក់យ៉ាងល្អប្រណិតដោយមានការឆ្លាក់ក្បាច់ជាវណ្ណវងពាត់ចុះពាត់ឡើងតាំងពីក្បាលសសររហូតដល់គល់សសរហើយក្នុងវងនីមួយៗយើងសង្កេតឃើញមានទេពអង្គុយដោយមានផ្កាឈូកជាទម្រខាងក្រោមហើយនៅផ្នែកខាងក្រោមនៃជើងសសរវិញក៏មិនខុសអំពីក្បាលសសរដែរដោយមានការឆ្លាក់លម្អដោយក្បាច់ផ្កាឈូក
ក្រពុំនិងក្បាច់ភ្ញីភ្លើងនិងក្បាច់ស្រទាប់ការឈូកថែមទៀតផងហើយនៅក្បាច់និងចម្លាក់ទាំងអស់នេះឆ្លាក់ដោយចេញពីថ្មប្រាសាទតែម្ដងពុំមានយកបាយអមកបិទឡើយបើយើងមកមើលហោជាងផ្នែកខាងត្បូងនៃតួប៉មកណ្ដាលវិញក៏មិនខំពីហោជាងផ្នែកខាងជើងប៉ុន្មានដែរដោយមានដងក្តារបត់ចេញនិងបត់ចូលនិងមានសន្មកដែលលេខនាគនិងខ្ជាក់ក្បាលនាគចេញទាំងសងខាងបើយើងពិនិត្យទៅលើក្បាលនាគទាំងសងខាងយើងសង្កេតឃើញដូចគ្នាទៅនឹងហោជាងផ្នែកខាងជើងផងដែរដែលរចនាបថនេះបង្ហាញឲ្យយើងដឹងថាជារចនាបថបាយ័ននៅចំចំណុចកណ្ដាលនៃហោជាងយើងសង្កេតឃើញមានរូបព្រះពុទ្ធលោកេស្វរៈដូចទៅនឹងហោជាងផ្នែកខាងជើងដែរប៉ុន្តែនៅហោជាងផ្នែកខាងត្បូងនេះយើងសង្កេតឃើញទ្រង់មានព្រះហស្ថតែ4ទេដោយព្រះហស្ថខាងស្ដាំនៅខាងលើទ្រង់កាន់ផ្គាំហើយផ្នែកខាងក្រោមរបស់ទ្រង់កាន់ផ្កាឈូកហើយព្រះហស្ថខាងឆ្វេងផ្នែកខាងលើរបស់ទ្រង់កាន់គម្ពីរនិងព្រះហស្ថខាងឆ្វេងផ្នែកខាងក្រោមរបស់ទ្រង់កាន់ថូទឹកទ្រង់ឈរលើរាជបល្ល័ង្កដោយមានសក់ជាភោជនីយស័ក្តិនៅចំភោជនីយស័ក្តិយើងសង្កេតឃើញមានឆាករូបទេពទ្រង់ភ្នែនបើយើងមកមើលផ្នែកប្រហោងធំនេះវិញក៏មិនខុសអំពីហោជាងខាងជើងដែរគឺគេប្រើសម្រាប់ធ្វើស្នៀតក្នុងការសៀតដើម្បីធ្វើសញ្ញាបនៃប្រាសាទចំពោះសសរផ្អោបវិញគឺមិនមានលក្ខណៈខុសគ្នាប៉ុន្មានទេគឺដូចគ្នាសឹងតែ 100% ដោយមានលក្ខណៈខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះត្រង់ក្បាលនៃសសរដោយមានលម្អិតជាក្បាច់ផ្កានិងក្បាច់ភ្ញីភ្លើងបន្ទាប់មកក៏ក្បាច់ស្រទាប់ការឈូកបន្ទាប់មកក៏ក្បាច់ភ្ញីវល្លិបន្ទាប់មកក៏ក្បាច់ការឈូកក្រពុំតូចហើយក្រៅពីនឹងគឺមានលក្ខណៈដូចគ្នាទៅនឹងហោជាងនៅផ្នែកខាងជើងសឹងតែទាំងអស់បើយើងក៏លេចទៅមើលហោជាង2ទៀតគឺស្ថិតនៅលើហោត្រៃមួយនិងស្ថិតនៅលើកុបរៈខាងក្រោយនៃប្រាសាទមួយនៅខាងលើសញ្ញាបដែលហោជាងទាំងពីរនេះគឺបានឆ្លាក់រូបបដិមារបស់ព្រះពុទ្ធទាំងពីរដោយហោជាងនៅកុបរៈខាងក្រោយមានលម្អិតនៅក្បាច់នាគដងក្តារមានភាពបត់បែនចេញចូលដ៏មានលម្អដោយសត្វមកខ្ជាក់ក្បាលនាគផងដែរបើយើងនិយាយអំពីបដិមាវិញនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីយើងសង្កេតឃើញមានបដិមាជាច្រើនផងដែរតែក្នុងនោះមានបដិមារូបព្រះអង្គកងចក្រព្រះអង្គកងជុំច័ន្ទកុមារព្រះពុទ្ធលោកេស្វរៈលឹងព្រះឥសូរនិងព្រះអង្គទេពប្រណម្យហើយបដិមាទាំងអស់នេះគឺមានតែបដិមាមួយចំនួនប៉ុណ្ណោះដែលបាននៅមកដល់សប្តាហ៍ថ្ងៃហើយក្នុងនោះខ្ញុំនឹងលើកយកបដិមារូបព្រះពុទ្ធលោកេស្វរៈមកនិយាយបដិមារូបព្រះពុទ្ធលោកេស្វរៈត្រូវបានកសាងឡើងអំពីថ្មភក់ក្នុងរាជព្រះបាទជ័យវរ្ម័នទី7ស្ថិតក្នុងរចនាបថបាយ័នបដិមាអង្គនេះកសាងឡើងដោយនិយមព្រះភ័ក្ត្រស្ងប់ដោយភ្នែកសម្លឹងចុះក្រោមច្រមុះមានរាងស្រួចបបោមាត់មានរាងធំបែបញញឹមព្រះកាមានរាងវែងទម្រង់ព្រះភ័ក្ត្រមានរាងជាថ្គាមខ្លានៅលើភ្នំសក់របស់ទ្រង់យើងសង្កេតឃើញមានរូបព្រះពុទ្ធអមេតភ័ក្ត្រហើយចំពោះសម្ពុតវិញគឺមានលក្ខណៈខ្លីនិងមានឆ្នូតត្រង់និងមានជាយសម្ពុតដែលជាកន្ទុយត្រីសំយ៉ងចេញមកក្រៅទាំងមុខនិងក្រោយហើយនៅត្រង់ខ្សែក្រវ៉ាត់លម្អដោយក្បាច់ផ្កានិងរំយោធាក់ចុះហើយនៅពីលើខ្សែក្រវ៉ាត់យើងសង្កេតឃើញមានព្រះពុទ្ធអង្គុយធំនិងព្រះពុទ្ធតូចស្ថិតនៅលើដងខ្លួនពាសពេញខ្លួនក៏ដូចជានៅលើម្រាមព្រះបាទរបស់ព្រះអង្គមានព្រះហស្ថ6ដោយកាន់វត្ថុផ្សេងលក្ខណៈពិសេសមួយទៀតគឺព្រះពុទ្ធអង្គនេះធ្វើឡើងដោយមានជើងធំនិងដៃរាងតូចដែលបង្ហាញអំពីលក្ខណៈពិសេសរបស់ចម្លាក់នៅក្នុងរចនាបថបាយ័នបន្ថែមពីនេះទៅទៀតក៏នៅមានរូបបដិមា2អង្គទៀតដែលនៅមកដល់សប្តាហ៍ថ្ងៃក៏ប៉ុន្តែរូបបដិមា2អង្គនេះក៏បានដាច់ប្រកេះបាត់ទៅហើយទាំង2អង្គ
ថ្វីត្បិតតែបានដាច់ប្រកាសបាត់ទៅហើយក៏ពិតមែនក៏យើងអាចកំណត់សម្គាល់ថាបដិមាពីរអង្គនេះក៏ស្ថិតនៅក្នុងរចនាបថបាយ័នដែរហើយបដិមាពីរអង្គនោះគឺព្រះអង្គកងចក្រនិងព្រះអង្គកងជុំបន្ថែមពីនេះទៅទៀតយើងសង្កេតឃើញមានរូបព្រះពុទ្ធពីរអង្គទៀតស្ថិតនៅក្នុងតួប៉មកណ្ដាលនៃប្រាសាទហើយរូបព្រះពុទ្ធពីរអង្គនេះគឺបានកសាងឡើងក្នុងរាជព្រះបាទចន្ទរាជានាសតវត្សទី16ជាបន្ទាប់ទៅនេះសូមតាមដានស្ដាប់នៅទេវកថាដែលពាក់ព័ន្ធជាមួយនឹងដើមកំណើតប្រាសាទតាព្រហ្មបាទីកាលពីយូរលង់ណាស់មកហើយមានព្រះអង្គម្ចាស់មួយព្រះអង្គព្រះនាមជ័យធនទ្រង់យាងមកពីអង្គរវត្តតាមផ្លូវទឹកអស់រយៈកាលជាច្រើនសប្តាហ៍ក៏បានមកដល់ទន្លេបាទីទ្រង់សពរាជហឫទ័យត្រាស់បញ្ជាឲ្យពលរេបោះព្រះពន្លាជ័យដើម្បីសម្រាកព្រះកាយគ្រានោះដែរមានប្រជានុរាស្ត្រជាច្រើនដោយបានដឹងថាមានព្រះអង្គម្ចាស់យាងមកដល់ក៏នាំគ្នានាំយកនៅសុយសាអករមកថ្វាយដល់ព្រះអង្គជាបន្តបន្ទាប់ជាប់មិនដាច់ខណៈគ្រានោះដែរក៏មានដង្ខៅម្នាក់បាននាំយកកូនក្រមុំរបស់ខ្លួនដែលមានឈ្មោះថានាងពៅមកថ្វាយដល់ព្រះអង្គជ័យធនព្រះអង្គជ័យធនក៏សពព្រះរាជហឫទ័យជាមួយនាងពៅនោះក្រៃលែងដោយសារតែមានរូបសម្ផស្សស្រស់ល្អដាច់គេក៏ប៉ុន្តែនាងពៅនៅបម្រើព្រះអង្គជ័យធនបានត្រឹមតែរយៈកាលពេលខ្លីព្រោះព្រះអង្គជ័យធនត្រូវលានាងពៅទៅកាន់អង្គរវត្តវិញព្រមទាំងទុកព្រះទម្រង់មួយវងនៅនឹងនាងពៅផងដែរស្របពេលដែលនាងពៅក៏មានព្រះគភ៌ផងដែរលុះដល់ពេលដល់វេលាហើយនាងពៅក៏បានប្រសូតបានបុត្រាមួយអង្គយ៉ាងល្អចំណានដោយបានដាក់ព្រះនាមព្រះអង្គថាទ្រង់កុមារលុះចម្រើនវ័យល្មមហើយទ្រង់ក៏បានសិក្សារៀនសូត្រពីម្ដាយនិងជីតាហើយក៏ទ្រង់ពូកែខាងជើងទឹកដូចជាទូកមុជទឹករីឯខាងជើងគោកវិញទ្រង់ពូកែខាងជិះសេះបាញ់ធ្នូនិងគុនដំបងផងដែរនិយាយអំពីទ្រង់នគរវត្តវិញមានមន្ត្រីមានឋានៈធំម្នាក់បានបះបោដណ្ដើមរាជពីស្ដេចគ្រងរាជរួចបានសម្រេចឡើងសោយរាជដោយមានប្រសិទ្ធនាមថាត្រីភូវនាទិត្យវរមៈកន្លងអស់រយៈកាល20ឆ្នាំក្រោយមកព្រះអង្គម្ចាស់ជ័យធនក៏បានវិលមកកាន់ទន្លេបាទីវិញរួចក៏បានជួបជាមួយនឹងបុត្ររបស់ខ្លួនដោយសារទ្រង់បានឃើញព្រះទម្រង់ដែលទ្រង់បានប្រគល់ជូននាងពៅកាលពី20ឆ្នាំមុននៅនឹងដៃបុត្រារបស់ខ្លួនពេលបានជួបគ្នាហើយទ្រង់ក៏បានកេណ្ឌយកកងទ័ពពីតាមស្រុកភូមិជាច្រើនដើម្បីហាត់តាមជំនាញនិងនិស្ស័យរបស់ខ្លួនរហូតដល់ឆ្នាំ1177មានស្ដេចចម្ប៉ានាមជេចន្ទ្រវរមៈទី4បានធ្វើដំណើរតាមផ្លូវទឹករហូតមកដល់ទីក្រុងអង្គរពេលនោះដែរស្ដេចចម្ប៉ាក៏បានសម្លាប់ស្ដេចខ្មែរដែលបានជ្រេករាជ្យហើយឡើងសោយរាជ្យនៅរាជធានីអង្គរនោះផងរីឯនៅទន្លេបាទីនេះវិញព្រះអង្គជាធននិងបុត្រាក៏បានប្រម៉ែប្រមូលកងទ័ពជាច្រើនដើម្បីទៅរំដោះទីក្រុងអង្គរដើម្បីដណ្ដើមយកទឹកដីកំណើតរបស់ខ្លួនវិញប្រមាណជាពេល4ឆ្នាំពីឆ្នាំ1177រហូតដល់ឆ្នាំ1181គឺជាពេលដែលស្ដេចចម្ប៉ាកាន់កាប់ទីក្រុងអង្គរ
បន្ទាប់មកក៏ត្រូវបានព្រះអង្គជេធននិងបុត្រាវាយបង្ក្រាបបានរួចក៏ដណ្ដើមបានរាជធានីអង្គរមកវិញព្រះអង្គជេធនក៏បានឡើងសោយរាជ្យដោយមានព្រះនាមថាជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7មានការឆ្វេងយល់ថាទន្លេបាទីជាកន្លែងកសាងពលរេដើម្បីទទួលបានជ័យជំនះលើសឹកសង្គ្រាមទ្រង់ក៏បានត្រាស់ឲ្យគេកសាងប្រាសាទតាព្រហ្មបាទីនិងប្រាសាទយាយពៅដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិងពុទ្ធសាសនានិងជាកន្លែងសក្ការៈបូជាដ៏វិសិទ្ធផងដែរសរុបសេចក្តីមកប្រាសាទតាព្រហ្មបាទីគឺជាស្នាដៃដ៏ល្អឯកមួយនៅក្នុងចំណោមស្នាដៃជាច្រើនទៀតរបស់ព្រះមហាវីរក្សត្រខ្មែរគឺព្រះបាទជ័យវរ្ម័នទី7ទ្រង់កសាងប្រាសាទនេះឡើងក្នុងគោលបំណងសំខាន់ចំនួន2គឺទី1ដើម្បីឧទ្ទិសថ្វាយព្រះលោកេស្វរៈដែលជាទេពតំណាងឲ្យការរួមបញ្ចូលគ្នានៅពុទ្ធសាសនានិងព្រហ្មញ្ញសាសនាទ្រង់ឧទ្ទិសថ្វាយដល់ព្រះលោកេស្វរៈដើម្បីឲ្យមានស្ថិរភាពនយោបាយនៅក្នុងប្រទេសព្រមទាំងបញ្ជាការមានទំនាស់រវាងពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបន្ថែមពីលើនេះទៀតដែរចំណុចសំខាន់ទី2គឺទ្រង់ចង់បង្ហាញអំពីស្នាដៃដ៏អស្ចារ្យដែលទ្រង់បានកសាងនៅក្នុងរជ្ជកាលរបស់ទ្រង់អ្វីដែលសំខាន់ជាងនេះទៀតគឺលើសពីប្រាសាទនេះគឺជាកន្លែងសក្ការៈបូជាសម្រាប់ប្រជានុរាស្ត្រក្នុងតំបន់ព្រមទាំងប្រសង់ក្នុងការសិក្សាស្រាវជ្រាវរៀនសូត្រនៅចំណេះដឹងផ្សេងផងដែរយើងខ្ញុំជាកូនខ្មែរចំនួនក្រោយពិតជាមានការកោតសរសើរក្រៃលែងចំពោះស្នាដៃសិល្បៈចម្លាក់ដ៏ល្អឯកនៅក្នុងប្រាសាទនីមួយៗដែលបានកសាងឡើងដោយបុព្វបុរសខ្មែរយើងខ្ញុំទាំងអស់គ្នាមានឆន្ទៈក្លៀវក្លាសន្យាថានឹងការពារប្រាសាទបុរាណខ្មែរនិងផ្សព្វផ្សាយទៅកាន់ពិភពលោកនៅស្នាដៃដ៏អស្ចារ្យនេះខ្ញុំបាទតំណាងឲ្យក្រុមទាំងមូលសូមអរគុណដល់លោកគ្រូនិងមិត្តអ្នកសិក្សាទាំងឡាយដែលបានចំណាយពេលវេលាក្នុងការទស្សនានៅវីដេអូមួយនេះរាល់កំហុសខុសឆ្គងដែលបានកាត់ឡើងដោយប្រការណាមួយសូមលោកគ្រូមេត្តាអធិស្ឋាននិងកែតម្រូវក្នុងន័យស្ថាបនាដើម្បីលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសយើងឲ្យមានការអភិវឌ្ឍជាលំដាប់សូមអរគុណ